ពិធីបុណ្យព្រហ្មទណ្ឌនិងរាប់បាតប្រគេនសម្ពុទ្ធសាដកព្រមទាំងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តបោះមនស្ថិតនៅក្នុងស្រុករំដួលខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃអាទិត្យ12កើតខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី26ខែកក្កដាឆ្នាំ2026កន្លងទៅនេះព្រះរតនមុនីហុតសានីព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរអនុគុណស្រុករំដួលនិងជាព្រះគ្រូចៅអធិការវត្តបោះមនលោកគ្រូអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តរួមនឹងពុទ្ធបរិស័ទជិតឆ្ងាយបានរៀបចំធ្វើពិធីបុណ្យព្រហ្មទណ្ឌនិងរាប់បាតប្រគេនព្រះសង្ឃចំនួន95អង្គរួមនឹងប្រគេនសម្ពុទ្ធសាដកព្រមទាំងប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន31វត្តនៅក្នុងស្រុករំដួលកម្មវិធីនេះដែរបានប្រារព្ធធ្វើឡើងនៅវត្តបោះមនឃុំបោះមនស្រុករំដួលខេត្តស្វាយរៀងព្រះរតនមុនីហុតសានីព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរអនុគុណស្រុករំដួលនិងជាព្រះគ្រូចៅអធិការវត្តបោះមនបានមានសង្ឃដីកាឲ្យដឹងថាគោលបំណងនៃការរៀបចំធ្វើពិធីបុណ្យព្រហ្មទណ្ឌនេះគឺដើម្បីបំផុសចលនាសប្បុរសជនពុទ្ធបរិស័ទជិតឆ្ងាយដើម្បីឧបត្ថម្ភដល់ព្រះសង្ឃជាសាមណសិស្សដែលកំពុងសិក្សាព្រះធម៌វិន័យព្រះត្រៃបិដកក្នុងរដូវចូលកាន់ព្រះវស្សារយៈពេល3ខែហើយកាលដែលព្រះអង្គគ្រូរៀបចំកម្មវិធីបុណ្យព្រហ្មទណ្ឌនេះឡើងគឺដើម្បីបញ្ជាក់នៅការគោរពចំពោះព្រះសង្ឃក៏ដូចជាការគោរពដឹងគុណនិងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើងឡើងតរៀងទៅព្រះរតនមុនីហុតសានីព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរអនុគុណស្រុករំដួលនិងជាព្រះគ្រូចៅអធិការវត្តបោះមនបានមានសង្ឃដីកាបន្តទៀតថាកាលដែលយើងប្រារព្ធពិធីនេះឡើងបានអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាតិស្ថាបនិកសន្តិភាពនិងក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីចុងបញ្ចប់ព្រះរតនមុនីហុតសានីព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរអនុគុណស្រុករំដួលនិងជាព្រះគ្រូចៅអធិការវត្តបោះមនបានថ្លែងព្រះអំណរគុណនិងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គឯកឧត្តមអ្នកអង្គញាលោកជំទាវលោកស្រីលោកគ្រូអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តរួមនឹងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលមានសេចក្តីជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាបានបរិច្ចាគថវិកានិងសម្ភារៈផ្ទាល់ខ្លួនក្នុងកម្មវិធីបុណ្យព្រហ្មទណ្ឌនិងរាប់បាតប្រគេនសម្ពុទ្ធសាដកព្រមទាំងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តបោះមននាពេលនេះសូមប្រគេនពរនិងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គឯកឧត្តមអ្នកអង្គញាលោកជំទាវលោកយាយលោកតាលោកស្រីនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់សូមឲ្យញាតិញោមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើននិងសុខភាពល្អជារៀងរហូត